ជំរាបសួរលោកគ្រូនិងអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះខំវ៉ាណេតថ្ងៃនេះខ្ញុំនឹងធ្វើបទបង្ហាញអំពីប្រធានបទរបៀបដែលគេហទំព័រដំណើរការសប្តាហ៍ថ្ងៃនេះយើងប្រើគេហទំព័រជារៀងរាល់ថ្ងៃដូចជា YouTube Google Facebook ជាដើមប៉ុន្តែតើអ្នកធ្លាប់គិតថានៅពេលដែលយើងវាយឈ្មោះគេហទំព័រនោះវានឹងមានរឿងអ្វីកើតឡើងនៅពីក្រោយនោះថ្ងៃនេះខ្ញុំនឹងធ្វើបទនឹងបញ្យលពីដំណើរការទាំងមូលពីមួយជំហានទៅមួយជំហានដើម្បីឲ្យអ្នកទាំងអស់គ្នាយល់យ៉ាងងាយស្រួលយើងទៅ slide ទី2 slide ទី2នេះបង្ហាញយើងអំពីតើអ្វីទៅជា website គឺជាបណ្ដុំនៃ web page ជាច្រើនដែលបានរក្សាទុកនៅក្នុងកុំព្យូទ័រមួយដែលមានឈ្មោះថា web server ហ្នឹងមានសមត្ថភាពខ្ពស់ក្នុងការដំណើរការ24ម៉ោងក្នុងមួយថ្ងៃនិងភ្ជាប់ជាមួយនឹងអ៊ីនធឺណិតដើម្បីឲ្យអ្នកប្រើប្រាស់នៅជុំវិញពិភពលោកអាចចូលប្រើប្រាស់បានគ្រប់ពេលវេលានៅក្នុងគេហទំព័រមួយអាចមានព័ត៌មានជាច្រើនដូចជាអត្ថបទរូបភាពវីដេអូសំឡេងឯកសារប៊ូតុងនិងតំណភ្ជាប់ទៅកាន់ page មួយទៀតវាមានដូចជា Google YouTube Facebook Wikipedia Amazon ជាដើមយើងទៅ slide បន្ទាប់ slide ទី3នេះគេបង្ហាញយើងតើត្រូវការអ្វីខ្លះដើម្បីចូលមើលគេហទំព័របានដើម្បីចូលមើលគេហទំព័រមួយបានយើងត្រូវមាន device internet browser ឈ្មោះរបស់ website និង web server ទី1 device វាដូចជា computer laptop tablet ទូរស័ព្ទជាដើម internet បើសិនជាអត់មាន internet ទេយើងមិនអាចជួបទៅកាន់ server បានទេទី3 browser ដូចជា Google Chrome Microsoft Edge Firefox ឬ Safari browser ហ្នឹងគឺជាកម្មវិធីដែលយើងបើកគេហទំព័របានទី4 IP address ហ្នឹងឧទាហរណ៍ www.google.com ទី5 web server គឺជាកុំព្យូទ័រមួយដែលរក្សាទុកគេហទំព័រហើយវានឹងផ្ញើមកវិញទៅកាន់ user យើងមកទៅ slide ទី4 គឺ step by step process ជំហានទី1យើងវាយ www.google.com នៅក្នុង browser មិនដឹងថា Google ហ្នឹងស្ថិតនៅទីណាទេដូច្នេះវានឹងផ្ញើសំណើទៅកាន់ DNS ពាក្យពេញរបស់ DNS គឺ Domain Name System DNS នឹងបំលែង Google ទៅកាន់ IP address វិញដូចជា 142.150.200 ចឹងទៅមូលហេតុសម្រាប់មនុស្សគឺងាយស្រួលចាំប៉ុន្តែកុំព្យូទ័រវាស្គាល់តែលេខប៉ុណ្ណោះយើងមកទៅ slide ទី5គឺ IP address គឺជាអាសយដ្ឋានរបស់ឧបករណ៍នីមួយៗនៅក្នុងអ៊ីនធឺណិតឧទាហរណ៍ 192.168.1.10 ឬក៏ 142.250.109.70 យើងសង្កេតថាបើសិនជា IP address ហ្នឹងគឺជាអាសយដ្ឋានរបស់យើងដូច្នេះប្រសិនបើមិត្តភក្តិរបស់យើងចង់ផ្ញើអីវ៉ាន់មកកាន់យើងត្រូវតែស្គាល់ពីអាសយដ្ឋានរបស់យើងដូចជា browser ក៏ត្រូវដឹងថា IP របស់ server ហ្នឹងប្រមាណដែរដើម្បីស្វែងរកគេហទំព័រនោះ slide ទី6គឺ browser send request បន្ទាប់ពីទទួលបាន IP address browser នឹងផ្ញើឬក៏សំណើទៅកាន់ HTTP និង HTTPS ទៅកាន់ server យើងសម័យថា browser និយាយថា Hello Google សូមផ្ញើគេហទំព័រដើមរបស់អ្នកមកខ្ញុំផងដូចនេះសំណើនេះនឹងធ្វើការដំណើរការទៅតាមអ៊ីនធឺណិតជាកញ្ចប់តូចៗគេហៅថា packet ទាំងនេះគឺធ្វើដំណើរឆ្លងកាត់ router ហើយនឹងឆ្លងកាត់បណ្ដាញជាច្រើនមុនមកដល់
server slide ទី 7 What happened inside the server នៅពេលដែល server ទទួលបានសំណើវានឹងចាប់ផ្ដើមដំណើរការ process របស់វានឹងពិនិត្យមើលទំព័រនោះគេហទំព័រនោះតើមានដែរឬទេតើ user នឹងអាចចូលប្រើប្រាស់បានដែរឬទេហើយទាញយកព័ត៌មានពី database បានដែរឬទេតមក server នឹងរៀបចំឯកសារទាំងនោះទៅជា HTML CSS JavaScript រូបភាពនិងវីដេអូដើម្បីត្រឡប់មកអ្នកប្រើប្រាស់យើងមកទៅ slide ទី 8 បន្ទាប់ server នឹងផ្ញើទិន្នន័យត្រឡប់មកវិញserver នឹងផ្ញើដូចជា HTML CSS JavaScript រូបភាពវីដេអូត្រឡប់មក browser វិញទិន្នន័យទាំងនោះមិនមកជាកញ្ចប់ធំទេឬក៏ឯកសារទេប៉ុន្តែវានឹងបែងចែកជាកញ្ចប់តូចៗរាប់ពាន់ដែលធ្វើឲ្យដំណើរការទៅតាមអ៊ីនធឺណិតហ្នឹងហើយ browser នឹងប្រមូលវាមកវិញយើងមកទៅ slide ទី 9 browser display the website គឺ browser នឹងប្រមូលទិន្នន័យទាំងអស់មកកើតទៅជា website ទាំងនោះគឺមាន HTML CSS JavaScript នឹងធ្វើទៅជា website មួយតមកវានឹងបញ្ចូលគ្នាយើងនឹងឃើញគេហទំព័រមួយនៅលើអេក្រង់ដំណើរការទាំងនោះគឺចំណាយពេលគឺតិចតួចតែប៉ុណ្ណោះslide ទី 10 នេះគឺ HTTPS និង HTTP នេះគឺជាវិធីសាស្ត្រទំនាក់ទំនងរវាង server និង browser HTTP គឺមិន encrypted data ទាំងអស់ដូច្នេះសុវត្ថិភាពគឺទាបជាង HTTP ចំណែកឯ HTTPS គឺ encrypt data ទាំងអស់ដើម្បីការពារព័ត៌មានរបស់អ្នកប្រសិនបើឃើញរូបសោនៅចិត្តឈ្មោះ website ហ្នឹងគឺមានន័យថា website ហ្នឹងគឺប្រើ HTTPS slide ទី 11 គឺ technology use គឺមានដូចជា HTML ហ្នឹងគឺប្រើសម្រាប់បង្កើតរចនាសម្ព័ន្ធរបស់គេហទំព័រCSS ធ្វើឲ្យគេហទំព័រហ្នឹងមានពណ៌និងភាពស្រស់ស្អាតរបស់គេហទំព័រហ្នឹងចំណែកឯ JavaScript ធ្វើឲ្យគេហទំព័រអាចឆ្លើយតបនឹងអ្នកប្រើប្រាស់ដូចជាប៊ូតុងឬការបង្ហាញព័ត៌មានភ្លាមៗឯ database ហ្នឹងគឺរក្សាទុកឲ្យទិន្នន័យសំខាន់ៗដូចជាគណនីរបស់អ្នកប្រើពាក្យសម្ងាត់រូបភាពវីដេអូនិងជាច្រើនទៀតចាំទៅ slide ទី 12 នេះ simple diagram នេះគឺជារូបភាពដែលការ process នៃ website ដែលដំណើរការហ្នឹងទី1គឺអ្នកប្រើប្រាស់ឬក៏ user ហ្នឹងគឺចូលទៅកាន់ browser បន្ទាប់មកក៏ទៅកាន់ browser បញ្ជូនទៅកាន់ DNS server គឺទៅធ្វើការបន្តទៀតទៅកាន់ web server នឹងធ្វើការទៅយកទិន្នន័យឬក៏ database ហ្នឹងមកវិញហើយបញ្ជូនទៅ browser វិញហើយយើងក៏ឃើញគេហទំព័រមួយនេះគឺជា slide ទី 13 slide ទី 13 នេះខ្ញុំនឹងឧទាហរណ៍ជាក់ស្ដែងតែម្ដងគឺយើងវាយ www.youtube.com ហើយDNS នឹងស្វែងរក IP តែម្ដងបន្ទាប់មកគឺ browser នឹងភ្ជាប់ទៅកាន់ server របស់ YouTube ពេលហ្នឹង server របស់ YouTube នឹងត្រឡប់មកវិញទៅកាន់ browser វិញ browser នឹងបញ្ជូនរូបភាពហ្នឹងមកកាន់យើងដែលអ្នក
user ដែលយើងវាយឈ្មោះYouTube ហ្នឹងពេលហ្នឹងយើងចុចមើលវីដេអូហើយវាក៏បញ្ចេញ web page មួយមកនេះគឺជា slide ទី14 slide ទី14នេះហេតុអ្វីថាហើយវាសំខាន់ណាការយល់ដឹងអំពីរបៀបដែលគេបង្កើតនិងដំណើរការវាមានសារៈសំខាន់សម្រាប់សិស្ស IT ព្រោះវាជាមូលដ្ឋានគ្រឹះក្នុងការបង្កើតគេហទំព័រនិងការរៀន network ការការពារ cyber security និងដំណោះស្រាយរបស់បញ្ហារបស់គេហទំព័រហ្នឹងនៅការសិក្សាអំពី cloud computing បើអ្នកចង់ខ្លាចជា web develop ឬក៏ network engineering ចំណេះដឹងនេះគឺសំខាន់ណាស់នេះគឺជា slide ចុងក្រោយសម្រាប់ជារួមមកការបង្កើតគេហទំព័រមួយឬក៏ដំណើរការរបស់គេហទំព័រមួយវាមានច្រើនជំហានក្នុងការដំណើរការដំបូងគឺ user នឹងចូលទៅកាន់ browser បន្ទាប់មកគឺវាយឈ្មោះរបស់ website នោះហើយ browser នឹងបញ្ជូនទៅកាន់ DNS និងស្វែងរក IP address បន្ទាប់មក browser នឹងផ្ញើ request ទៅកាន់ server នឹងធ្វើការដំណើរការទាំងមូលនិងស្វែងរកទិន្នន័យទាំងអស់ហ្នឹងគឺបញ្ជូនមក browser វិញក្នុងការបង្ហាញគេហទំព័រនោះទោះបីជាមានជំហានជាច្រើនក៏ដោយតែការដំណើរការទាំងមូលគឺកើតឡើងក្នុងពេលរយៈពេលគឺតិចតួចslide យើងបានបញ្ចប់ទៅហើយខ្ញុំសូមអរគុណអ្នកទាំងអស់គ្នា